ជំរាបសួរបបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនបានដឹងហើយឥឡូវបងស្រីសោភាម្ចាស់ប្រែ CEO ធម្មជាតិបងប្អូន24ឥឡូវក៏បានចូលដល់បងប្អូនស្រីដែលពិការជើងបងប្អូនទាំងអស់គ្នាដោយសារជនបង្កគឺអ្នកបើកបរឡានគ្មានទំនួលខុសត្រូវឥឡូវ CEO ធម្មជាតិ24ឥឡូវគាត់បានជួយដល់ក្មេងស្រីហើយជាមោទនភាពចំពោះបងប្អូនស្រីណាគាត់ខិតខំគាត់តស៊ូបងប្អូននិយាយទៅអាណិតគាត់បាក់ជើសងខាងហ្មងបងប្អូនបាទបងប្អូនមើលអ្នកសារព័ត៌មានគាត់បានបង្ហោះឲ្យបងប្អូននិយាយទៅចាំដាក់ឲ្យបងប្អូនទស្សនាទាំងអស់គ្នានិយាយទៅគឺខ្ញុំសប្បាយហើយខ្ញុំរំភើបបានទៅឥឡូវគាត់បានទទួលអាហារូបករណ៍ពីបងសុភេសង្ឃឹមថាបងប្អូននឹងតស៊ូទៅមុខទៀតជីវិតយើងជាត្រូវកំប្រឹងប្រែងតស៊ូអត់ធ្មត់ព្យាយាមគង់បានសម្រេចទេការងារអ្វីក៏យើងជោគជ័យដែរឲ្យតែយើងខិតខំប្រឹងប្រែងរៀនសូត្រតស៊ូនឹងអត់ធ្មត់ព្យាយាមគង់បានសម្រេចអញ្ចឹងគឺក្តីស្រឡាញ់គឺធំធេងមែនតើចាចង់អ្នកណាមកបំពេញក៏អត់បានដែរបាទយើងធ្វើតែអំពើល្អអំពើល្អនោះគឺតបស្នងមកវិញហើយអញ្ចឹងបងប្អូនស្រីដែលបាក់ជើងនោះសាងសងខាងបងប្អូនទៅនិយាយទៅគាត់ស្អាតសុភាពនិយាយទៅ slot boat តែម្ដងបងប្អូនបានមើលព័ត៌មានហើយគឺអណោយអធមមែនតើបងប្អូនចាដោយសារអ្នកបើកបរឡានអត់មានទំនួលខុសត្រូវបាទអត់មានសងគុណទេអញ្ចឹងសូមបងប្អូនតែណាមកណាសូមមានសុខភាពទាំងអស់គ្នាហើយពាក់មួកសុខភាពបើឡានសូមពាក់ខ្សែក្រវ៉ាត់ការពារធ្វើដំណើរតាំងផ្លូវចិត្តទីឆ្ងាយអញ្ចឹងសូមបងប្អូនធ្វើគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងទៅទស្សនាសម្ភារអូនស្រីដោយតទៅខ្ញុំឃើញប្អូនស្រីចាគាត់អត់ទូចិត្តខ្លួនឯងទេខ្ញុំឃើញគាត់ពេញចិត្តខ្លួនឯងហើយគាត់ទទួលបានជាខ្លួនឯងហើយគាត់នៅតែបន្តការសិក្សាគាត់នៅតែជួយធ្វើការពុកម៉ែគាត់រឹងមាំនេះហើយដែលជាភាពខ្លាំងរបស់គាត់ពេញចិត្តអ្វីដែលជាខ្លួនយើងដូចខ្ញុំអញ្ចឹងខ្ញុំពេញចិត្តជាខ្លួនខ្ញុំទៅបីអ្នកណាគេប្រអាប់ខ្ញុំប៊ូលីខ្ញុំពីជើងភ្លើងឆេះពីភ្លើងអាលៀកគួរឲ្យខ្ពើម្ដងមិនខ្ញុំអត់ខ្វល់ផងព្រោះខ្ញុំស្រឡាញ់ខ្លួនខ្ញុំកាប់ពិតទៅអត់សំដែងទេ7ឆ្នាំហ៎ណាត់ណាកូនទៅណាមួយណាចុះស្គាល់អីពីមុនអត់ស្គាល់ឃើញតាមទូរស័ព្ទស្គាល់អីយូរនៅរៀងយូរដែរមើលអោបមួយមើលសំយ៉ាងមួយនេះអ៊ីថាធំទៅចង់ធ្វើអីគេការគ្រូវិហារធ្វើគ្រូបរៀនហើយរាល់ថ្ងៃហ្នឹងរៀននៅណាទស្សកាជំនាញក្រែកអីរៀនបញ្ញាក្រែកហើយជាអីទៅរៀនក៏ជាទៀងទៅរៀនហើយពេលកូនតាំងពេលកូនគ្រោះថ្នាក់ចរាចរណ៍ហ្នឹងកូននៅចាំបានអត់ចាំខ្លះឈឺអីកូនអត់សូវឈឺអាពេលហ្នឹងអត់សូវឈឺទេហើយចុះរាល់ថ្ងៃឈឺអីជាងគេឈឺជើងហើយចុះពេលកូនទៅរៀនកូនមានមិត្តភក្តិអត់មានគេដើរប្រអាប់កូនជើងហ្នឹងអត់ដែរមានគេថៃឲ្យជើងហ្នឹងឯងចាដើរលេងអីមួយមិត្តភក្តិគេដើរថៃណាចាអូមកពីយើងល្អហ្នឹងណាបានគេឲ្យគ្រូឲ្យស្រឡាញ់ទាំងអស់ណាចាមិនសមិញអ៊ីឲ្យពូកងកានយកកំណៅទៅជូនកូនចាហើយទៅពេលអ៊ីមើលវីដេអូកូនទៅកូនថាកូនចង់បំពេញក្តីសម័យហើយទៅឥឡូវហ្នឹងកូនបានមកជប់អ៊ីហើយក្តីអាចប្រាប់អ៊ីបានទេថាក្តីសម័យកូននឹងចង់ធ្វើអីគេចង់បានអីគេបើសិនជាមានការអស្ចារ្យកើតឡើងណាក្តីសម័យខ្ញុំចង់ខ្លាចជាគ្រូវិហារអង់គ្លេសហើយមកទៀតហើយខ្ញុំតែប៉ុណ្្នឹងអូមិនចង់ខ្លាចលើកទឹកចិត្តកូនថាអញ្ចេះគ្រប់យ៉ាងដែលកើតនៅលើជីវិតរបស់យើងណាសិតតែជាផែនការល្អពេលខ្លះការអាក្រក់ដែលកើតមកលើយើងណាវាបង្ហាញឲ្យយើងដឹងថាមានការល្អជាច្រើនទៀតដែលព្រះមានផែនការសម្រាប់យើងដឹងថាយើងនឹងមានជំរឿសដែលល្អមនុស្សយើងណាពីការរូបកាយមែនប៉ុន្តែសូមឲ្យចិត្តយើងកុំពិការហើយគំនិតយើងកុំពិការព្រោះឱកាសមានច្រើនណាស់សម្រាប់យើងអាចធ្វើអ្វីក៏បានដែរហើយត្រូវដឹងថាយើងត្រូវចេះស្រឡាញ់មនុស្សគ្រប់គ្នាទាំងអស់ព្រោះមនុស្សម្នាក់គ្មានអ្នកណាចង់កើតមកអាក្រក់ទេ
ចឹងសូមឲ្យយើងកើតមកយើងមានមាត់ស្អាតសូមឲ្យយើងនិយាយតែពាក្យសម្ដីលើកទឹកចិត្តគេការដែលជួយធ្វើឲ្យអ្នកដទៃរីកចម្រើនហើយបើយើងនិយាយធ្វើឲ្យគេឈឺចាប់នោះមិនស័ក្តិសមជាមនុស្សទេមិនគួរកើតមកជាមនុស្សទេហើយក៏កុំខ្វល់ជាមួយអ្នកដែលមានគំនិតអបល័ក្ខដែលគាត់គិតមកយើងបែបណាសូមកុំខ្វល់ព្រោះអីគាត់កំពុងតែមានបញ្ហាផ្នែកផ្លូវចិត្តឬក៏សតិអារម្មណ៍យើងមិនគួរទៅខឹងសម្បារមួយពួកគាត់ទេសំខាន់យើងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនមានតែខ្លួនយើងឯងដែលយើងស្រឡាញ់ខ្លួនឯងគាត់ណោះ